ហើយទោះបីជានៅក្នុងកលៈទេសៈណាក៏ដោយបងប្អូននឹងហ៊ានលះបង់អ្វីគ្រប់បែបយ៉ាងបូករួមជាមួយនឹងអាយុជីវិតផ្ទាល់ខ្លួនរបស់ខ្លួនផងដែរដើម្បីការពារសុខសុវត្ថិភាពនិងការពារសង្គមជាតិទាំងមូលបងប្អូនត្រូវចាំរឿងមួយថាមិនមានបរទេសឯណាដែលមកស្រឡាញ់ជាតិយើងក្រៅពីយើងក្នុងនាមជាខ្មែរនោះទេកន្លងមកដោយបងប្អូនដឹងស្រាប់ហើយថានៅពេលដែលយើងទៅជឿជាក់ទុកចិត្តបរទេសយើងតែងតែមានបញ្ហាតែកន្លងមកឲ្យតែយើងរួបរวมសាមគ្គីផ្ទៃក្នុងប្រទេសជាតិរបស់យើងតែងតែមានសន្តិភាពប្រទេសជាតិរបស់យើងតែងតែមានការអភិវឌ្ឍមានការរីកចម្រើនអញ្ចឹងក្នុងនាមជាយុវជនក្នុងនាមជាបងប្អូនជំនាន់ក្រោយសូមបងប្អូនចងចាំរឿងមួយចូលបងប្អូនស្រឡាញ់ជាតិរបស់យើងហើយការស្រឡាញ់នេះទៀតសោតគឺស្រឡាញ់គ្រប់វិស័យទាំងអស់មិនមែនស្រឡាញ់តែវិស័យណាមួយហើយរើសអើងវិស័យដទៃទេគ្រប់វិស័យទាំងអស់គឺសុទ្ធតែជាកោសិកាក្នុងការអភិវឌ្ឍសង្គមជាតិមិនមានវិស័យណាមួយដែលសំខាន់ជាងឬក៏មិនសំខាន់នោះទេគ្រប់វិស័យទាំងអស់សុទ្ធតែជាផ្នែកដែលជ្រងឲ្យជាតិយើងមានការរីកចម្រើនមានការអភិវឌ្ឍអញ្ចឹងបើសិនជាបងប្អូនក្មួយបានคล้ายទៅជាមេដឹកនាំនៅពេលអនាគតទោះបីជាស្ថិតនៅក្នុងកម្រិតណាក៏ដោយសូមរក្សាឲ្យបានសូមស្រឡាញ់ជាតិហើយជាតិមួយនោះគឺជាជាតិខ្មែរជាជាតិរបស់យើងទាំងអស់គ្នាជាតិខ្មែរមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះទេគឺជាជាតិរបស់យើងដូច្នេះចូលបងប្អូនក្មួយចងចាំជាដាច់ខាតហើយចងចាំជារៀងរហូតអរគុណបងប្អូនជម្រាបលា